រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានចេញសេចក្តីថ្លែងការណ៍ថាកម្ពុជាច្រានចោលកិច្ចខិតខំប្រឹងប្រែងសន្តិភាពប៉ុន្តែសេចក្តីប្រកាសព័ត៌មានរបស់កម្ពុជាបានបញ្ជាក់ថាភាគីថៃបានសំណូមពរឲ្យភាគីកម្ពុជាដកទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំ3ហើយកម្ពុជាបានបដិសេធមិនទទួលការស្នើសុំនេះឡើយសំណួរដែលខ្ញុំចង់សួរទៅកាន់ជនជាតិថៃថាហេតុអ្វីបានជាថៃចង់ឲ្យកម្ពុជាដកទ័ពចេញពីដែនអធិបតេយ្យភាពរបស់កម្ពុជាទាំងដែលតំបន់នេះជាតំបន់ដែលកម្ពុជាបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមមកមួយវិញទៀតភាគីថៃបានស្នើសុំកម្ពុជាឲ្យចរចាទ្វេភាគីអំពីបញ្ហាដែលកើតឡើងនៅតំបន់មុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីដែលកំណត់យកថ្ងៃទី14ខែមិថុនាឆ្នាំ2025ហើយកម្ពុជាគឺជាម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំនេះផ្ទុយទៅវិញនៅថ្ងៃទី7ខែមិថុនាឆ្នាំ2025ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវបានចេញលិខិតជូនដំណឹងដល់កម្ពុជាថាច្រកតំបន់និងច្រករបៀងមួយចំនួនរវាងព្រំដែនកម្ពុជានិងថៃត្រូវបានបិទបណ្ដោះអាសន្នដោយឯកតោភាគីមានន័យថាកម្ពុជាមិនបានសម្រេចចិត្តថាបិទនោះទេគឺថៃសម្រេចចិត្តដោយខ្លួនឯងតែម្ដងហើយដោយលើកហេតុផលថាកម្ពុជាមិនព្រមចរចាជាមួយនឹងថៃយ៉ាងណាក៏ដោយកម្ពុជាក៏នៅតែបន្តបញ្ជូនសំណុំរឿងទៅកាន់តុលាការអន្តរជាតិ ICJ ដដែលដូចនេះជួបគ្នានៅតុលាការអន្តរជាតិសូមអរគុណ